ក្នុងខ្សែសង្វាក់សកម្មភាពនៃទិវាវប្បធម៌កីឡានិងទេសចរខេត្តអាំងយ៉ាងឆ្នាំ2025ពិធីប្រឡងម្ហូបអាហារប្រពៃណីជនជាតិខ្មែរបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករនេះជាឱកាសឲ្យបងប្អូននារីខ្មែរបង្ហាញពីថ្មីដៃចម្អិនម្ហូបអាហារនិងបង្ហាញពីភាពស្ទាត់ជំនាញក្នុងការច្នៃម្ហូបប្រពៃណីរបស់ជនជាតិខ្លួនចូលរួមពិធីប្រឡងមាន8ក្រុមនីមួយៗត្រូវចម្អិនម្ហូបប្រពៃណីខ្មែរហោចណាស់3មុខនិងរៀបចំមួយតុសម្រាប់ភ្ញៀវ10នាក់លក្ខណៈវិនិច្ឆ័យដែលគណៈចាត់តាំងបានកំណត់ឬមានម្ហូបប្រៃនិងម្ហូបផ្អែមម្ហូបទាំងនោះត្រូវតែផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ភូមិភាគព្រមទាំងធានាបាននូវខណៈអនាម័យអាហារប្រជាជនខ្មែរយើងឆ្នៃគ្រឿងវិញតាមទំនៀមទម្លាប់មកតំបន់របស់យើងនៅខ្មែរយើងទម្លាប់កកទៅនិយាយរួមទៅពីបុរាណមកយើងប្រើតែបន្លែចំការជុំវិញប្រទេសចំណីអាហារបន្លែធម្មជាតិរហូតតាក់នឹងរត់ដែលបង្កលក្ខណៈឲ្យប្រជាជនខ្មែរយើងរំលឹកឡើងវិញធ្វើម្ហូបអាហារពីដើមមករីករាលដាលទូទៅក្នុងប្រទេសឬមួយក្រៅប្រទេសក្រុមភាគច្រើនបានជ្រើសរើសចម្អិនម្ហូបប្រពៃណីងាយធ្វើនិងមានគ្រឿងផ្សំងាយរកបាននៅភូមិភាគជាពិសេសក្រុមទាំងអស់យ៉ាងប៉ិនប្រសប់ក្នុងការតាប់តែងម្ហូបអាហារនិងបាសរាយអំពីវិធីចម្អិនមុខម្ហូបនីមួយៗរបស់ខ្លួនជូនគណៈមេប្រយោគប្រៃបាយ2មុខហើយបង្អែម1មុខទី1làសម្លត្នោតសម្លត្នោតទី1មានត្នោតយើងចិត្តផ្លែត្នោតខ្ចីហើយមានក្នុងផ្លែសម្លយើងមានសាច់ត្រីសាច់ជ្រូកហើយសាច់ក្រៃហើយនឹងខ្ជាយនិយាយរួមទៅកម្មវិធីណាក៏គេចូលចិត្តដែរការក៏បានបន់ទឿនអីក៏គេចូលចិត្តហើយពិធីកម្មវិធីប្រឡងអីក៏គេចូលចិត្តយកមកស្លដែរយើងបានយល់មុខម្ហូបcàngច្រើនដែរយើងអាចជាសួរចំនួនមិត្តភក្តិកិនខាងរបស់យើងនឹងគេស្លោយ៉ាងម៉េចថ្ងៃក្រោយយើងផ្លាស់ប្ដូរម្ហូបយើងប្រឡងសាក្រោយthì các đội về là nói chung là chuẩn bị khâu chuẩn bị thời gian ក្រុមទាំងអស់មានការត្រៀមខ្លួនបានល្អបង្គួរពួកគេប្រើប្រាស់ប្រភពអាហារនៅភូមិភាគជាពិសេសបន្លែមើមដំណាំនិងផ្លែឈើទោះបីជាមិនមែនជាអ្នកជំនាញគ្រាន់តែជាប្រជាជនភូមិភាគប៉ុណ្ណោះតែក្រុមទាំងអស់បានច្នៃមុខម្ហូបដោយធានាបាននូវសុវត្ថិភាពព្រោះសុវត្ថិភាពគឺជារឿងសំខាន់សម្រាប់ភ្ញៀវទេសចរមកខេត្តអាំងយ៉ាងហូបចុកធានាបានសុវត្ថិភាពអនាម័យអាហារខ្ញុំសង្ឃឹមថាលើក្រោយពិធីប្រឡងឆ្នាំក្រោយក្រុមនឹងធ្វើបានល្អជាងទៀតព្រោះខេត្តយើងមានភ្ញៀវបរទេសច្រើនមកទស្សនាច្រើនដើម្បីឲ្យទេសនាឲ្យពួកគេស្គាល់កាន់តែច្រើនអំពីមុខម្ហូបខ្មែរលក្ខណៈពិសេសនៃវប្បធម៌ម្ហូបអាហាររបស់ជនជាតិខ្មែរខេត្តអាំងយ៉ាងគឺសាមញ្ញធម្មជាតិប៉ុន្តែក៏មានភាពសម្បូរបែបនិងកក់ក្ដៅផងដែរឆ្លងតាមរយៈឲ្យពិន្ទុគណៈមេប្រយោគបានផ្ដល់ព័ត៌មាននិងចំណេះដឹងដល់ក្រុមទាំងអស់អំពីវិធីចម្អិនថែទុកមុខម្ហូបនិងការធានាអនាម័យសុវត្ថិភាពអាហារឆ្លងតាមពិធីប្រឡងនេះលក្ខណៈពិសេសនៃមុខម្ហូបខ្មែរនិងរួមចំណែកធ្វើឲ្យវប្បធម៌ម្ហូបអាហាររបស់ខេត្តអាំងយ៉ាងកាន់តែសម្បូរបែប